เมียดาเวดาลูกสลันกนปรกนสรยามไกรเลงโรตีบ่มพอดมันเมียนเตនៅលើដីក្រមនេះគ្មានអ្នកណាស្រឡាញ់យើងជាកូននឹងជាងលោកឪពុកអ្នកម្ដាយទេជាសេចក្តីពិតអត់មានទេហើយញោមញាចេះតែយល់ខុសកូនចៅដែលដឹងថាម៉ែឪស្រឡាញ់កូននេះណាខ្លាំងបែបនេះអត់ដឹងទេណានោះដឹងថាខ្លួនឯងស្រឡាញ់គូសង្សារឯងតែគូស្នេហាឯងអូស្រឡាញ់ប្រងប់រស់ជាមួយគ្នាបានមករៀបចំនៅជាមួយនឹងគូសកលនោះទៅស្គាល់អានឹងវិញថាស្រឡាញ់ណាតែម៉ែឪស្រឡាញ់កូននឹងបដូរផ្ដាច់រោទីបំផុតគ្មានអត់ដឹងទេបើថ្ងៃនេះប្រាប់ឲ្យដឹងហើយណាញោមអានញោមញាស្រឡាញ់ប្តីប្រពន្ធខ្លួនឯងនេះមិនដល់ស្មែឪស្រឡាញ់យើងទេណាអានេះប្រាប់ឲ្យច្បាស់ចឹងតែសម្រាប់ប្តីប្រពន្ធដែលស្រឡាញ់គ្នាជាគូសង្សារបែបជីវិតមនោអាត្មាមិនទើបថាស្រឡាញ់នឹងច្បាស់លើសពិតប្រកបមានស្ថិរភាពមិនចេះប្រែប្រួលអត់មានទេបើមេត្តាបិតាក៏ស្រឡាញ់កូនបានអត់ចេះប្រែប្រួលទេគូសង្សារគូស្នេហាស្រឡាញ់គ្នានៅលើពិភពលោកសប្តាហ៍ថ្ងៃអាត្មាប្រើពាក្យថាស្រឡាញ់បណ្ដោះអាសន្នតែដឹងត្រូវមិនត្រូវអាត្មាថាស្រឡាញ់បណ្ដោះអាសន្នមិនមកអាត្មាថាស្រឡាញ់បណ្ដោះអាសន្នញោមមើលមកកន្លះរៀបចំផ្សំគុំទៅបានកូនមួយកូនពីរក៏បាក់មេឃរហែកធៀងទៅចែកផ្លូវគ្នាអាហ្នឹងឯងបណ្ដោះអាសន្នបើស្រឡាញ់មែនទែនដែរទៅបាក់មេឃរហែកធៀងណានឹងបណ្ដោះអាសន្នបើមេត្តាបិតាក៏ស្រឡាញ់កូនបានមានស្ថិរភាពយ៉ាងពុទ្ធលោកថាច្បាស់លាស់យ៉ាងមកវិសុទ្ធថាសេចក្តីស្រឡាញ់របស់មេត្តាបិតាមកលើកូនប្រុសស្រីស្រឡាញ់នឹងមិនទាំងហុំបណ្ណាទាំងងន់បណ្ណាប្រវែងអត់ធៀបបានទេគ្មានអីមកគណនាធៀបតែនឹងការស្រឡាញ់បានទេប៉ុន្តែលោកមានការបញ្យល់ថាម៉ែឪស្រឡាញ់កូនដោយបបោមាត់ថ្មិញទុកដូចជាកូនម៉ែឪដោយបបោមាត់នៅបិទបាំងរៀងថ្មិញមិនអោយអ្នកណាមកប៉ះពាល់ថ្មិញឲ្យបានទេបិទបាំងថ្មិញការពារមិនអោយសត្រូវណាចូលទៅដល់ទេហើយថ្មិញនឹងបបោមាត់នៅជាប់គ្នាយ៉ាងអត់ដែលក្រៀកនេះទេជាប់អបជាប់យ៉ាងនេះសេចក្តីស្រឡាញ់របស់ម៉ែឪហ្នឹងនៅមានស្ថិរភាពនឹងណែបញ្យល់ឲ្យច្បាស់កុំថាគូសង្សារនឹងមានស្ថិរភាពអត់ទេដែលបើតើអាយុ98ដែរគូសង្សារនេះមានស្ថិរភាពអត់ទៅណាទេនេះសង្សារនេះបើនេះអត់ទៅណាទេណាបើថានៅតែក្មេងទេបណ្ដោះអាសន្នទេនេះច្បាស់បើគាត់ហើយនេះបានតែគាត់ស្រឡាញ់គ្នានេះវាមិនចេះសាបសូន្យតែក្នុងនាមជាគូសង្សារហ្នឹងមើលហ្នឹងតែនៅក្មេងអាត្មាមិនជឿទេអានេះនិយាយពីអមេត្តាធើណាបានទី2ករណាធើប្រែជាខ្មែរសេចក្តីអាណិតអាសូរដល់កូនប្រុសកូនស្រីណាយ៉ាងក្រៃលែងបំផុតឃើញតែកូនមានអិរិយាបថមួយប្លែកក៏នៅខ្លួនកដៅខុសធម្មតាឃើញកូននឹងយំខុសធម្មតាស្អីភ័យហើយអាណិតអាសូរក្រែងកូនមានជំងឺគ្រោះថ្នាក់ដល់បាត់បង់ជីវិតឯហ្នឹងអញ្ចឹងណានេះសេចក្តីករណាដល់កើតអាណិតអាសូរតែឃើញឲ្យមានឲ្យប្លែកទេគាត់ជ្រួលច្បល់ភ្លាមនឹងសុខភាពរបស់កូនហ្នឹងសំបីតែដាក់ឲ្យកូនដេកនៅរឹងនោះគាត់ទៅបរិភោគបាយទៅធ្វើការឮតែកូនស្រែកក៏វិញរំចានបាយចោលព្រាមជប់បរិភោគអាការងារដែរក៏រត់ទៅមើលកូនសិនខ្លាចមានកើតអីសัตว์អីខ្ទួយអីវាមកខំក្អែបអីមកខំកូនហ្នឹងណាទៅលើក3លើកអីបំពេភ្លាមអាហ្នឹងករណាធម៌ចំពោះកូនអាណិតអាសូរកណ្ដកូនដេកផ្ងាប្រែប្រួលមិនកើតខាងកូនដេកយូរក្តៅខ្នងទៅលើកឡើងយកទឹកអីលាបខ្នងបក់ឲ្យកូននឹងបានលះហើយតិច
เพราะนั้นสกได้อนัตตโสแล้วโกนงที่ปีได้